លោកគ្រូលោកគ្រូឯងដាក់ homework ឲ្យកូនខ្ញុំនឹងហើយក្នុងមូលវិជ្ជាថាសុំឲ្យពុកម្ដាយជួយបរៀនកូននៅផ្ទះផងបរៀនមិនលោកគ្រូបើខ្ញុំអត់ចេះអង់គ្លេសផងហើយស្អីសិតអង់គ្លេសទាំងអស់ខ្ញុំធ្វើមិនគ្រូនឹងទៅសេនឹងសេអត់បានហ្មងសេដូចអត់ចេះគិតហ្មងសេនឹងវាសួរប្រិយមិត្តទាំងអស់គ្នានេះខ្ញុំលើកយកភាពរអ៊ូរទាំរបស់អាណាព្យាបាលដែលខ្ញុំធ្លាប់ជួបហើយស្ដាប់ទៅគឺ logic ស្ដាប់ទៅគឺជារឿងពិតពីព្រោះគាត់រៀងអាចថាចំនួនមុនវាមិនទាន់ទៅរៀនអង់គ្លេសបានច្រើនឬមួយក៏អាចថាការគាត់នៅក្មេងគាត់ប្រឹងប្រែងតស៊ូទៅមិនមានឱកាសបានរៀនភាសាអង់គ្លេសជាដើមទៅហើយបច្ចុប្បន្ននេះគឺមនុស្សត្រូវការភាសាអង់គ្លេសចង់ស្អីក៏អង់គ្លេសស្អីក៏អង់គ្លេសដែរប៉ុន្តែដល់ពេលគាត់អត់សូវចេះហើយទៅដល់ផ្ទះកូនឡាំប៉ាកូនរៀនអីមកសួរនាំអីចឹងទៅគាត់បែរជាខឹងមួម៉ៅហើយខឹងដល់សាលារៀនទៀតកន្លែងនេះសូមអរលោកស្រីកុំខឹងសាលាខ្ញុំប្រាប់តិចនិចមួយហើយខ្ញុំធ្លាប់ធ្វើបានជោគជ័យអរលោកស្រីមិនកុំបង្រៀនកូនកុំប្រាប់កូនចង់បានសេចក្តីថាកុំបង្រៀនកូនដោយប្រាប់កូនដោយពន្យល់កូនអំពីមេរៀននោះដូច្នេះប្រសិនបើលោកស្រីគិតថាចេះប៉ុណ្ណាក៏លោកស្រីតាមមិនទាន់ដែរពីព្រោះបច្ចេកវិទ្យាព័ត៌មានមេរៀនរបស់ក្មេងគឺពីមួយឆ្នាំទៅមួយឆ្នាំពីមួយចំនួនទៅវិវត្តរហូតហើយតាមមិនទាន់ទេសូម្បីតែខ្ញុំខំប្រឹងធ្វើកិច្ចការរាល់ថ្ងៃនឹងពេលខ្លះខ្ញុំតាមគណិតវិទ្យារបស់កូនអត់ទាន់ទេគណិតវិទ្យាគេអាប់ដេតអីចឹងមកដល់ហ្នឹងគាត់ថាប៉ែឯងសម័យប៉ែឯងហួរឥឡូវគេលេងធ្វើអញ្ចឹងហើយគេមានកម្មវិធីថ្មីដូច្នេះអ្វីដែលយើងត្រូវជួយកូនយើងមិនមែនយើងជាអ្នកបង្រៀនកូននៅមេរៀនរបស់គាត់ទេមេរៀនដែលគាត់រៀនប៉ុន្តែយើងត្រូវបង្រៀនកូនឲ្យចេះរៀនដោយខ្លួនឯងបានន័យថាយើងត្រូវជួយកូនធ្វើម៉េចដើម្បីឲ្យកូនមានទម្លាប់រៀនដោយឯករាជ្យរៀនដោយមិនចាំបាច់ឲ្យមានអ្នកណាបញ្យល់ហើយអរលោកស្រីក្នុងពេលវេលានេះគឺខុសពីពេលវេលាកាលពី20 30ឆ្នាំមុនឬថា10ឆ្នាំមុនទៅចុះយ៉ាងពី10ឆ្នាំមុនជាង20 30ឆ្នាំមុនឧទាហរណ៍ចំនួនពួកខ្ញុំអីអត់មានទេសូម្បីតែសៀវភៅពុំក៏គ្មានដែរថាសៀវភៅគឺចម្លងតគ្នាហ្នឹងយកទៅអានទៅមានតែប៉ុណ្្នឹងទេដែលត្រូវអានប៉ុន្តែបច្ចុប្បន្ននេះគ្រូនៅគ្រប់ទិសទីទាំងអស់គ្រូខ្លះស្លាប់បាត់រាប់រយឆ្នាំទៅហើយក៏យើងទៅរៀនជាមួយគាត់បានដែរដោយសម្ដេចព្រះសង្ឃរាជជួនណាតអីលោកសគុតទៅយូរហើយប៉ុន្តែយើងនៅតែទៅរៀនមួយព្រះអង្គបានអញ្ចឹងនោះគេនៅដល់អាមេរិកនោះក៏យើងទៅរៀនជាមួយគេបានដែរគ្រូនោះមានសូម្បីតែអាញស្តាញក៏យើងទៅរៀនជាមួយគាត់បានដែរពីណាក៏យើងរៀនបានដែរនៅក្នុងបរិបទសម័យបច្ចុប្បន្ននេះដោយសារតែបច្ចេកវិទ្យារបស់យើងគឺអ៊ីនធឺណិតនៅក្នុងអ៊ីនធឺណិតហ្នឹងនៅក្នុង YouTube ហ្នឹងនៅក្នុង Google ហ្នឹងឥឡូវនេះគេមានដល់ AI ទៀតដូច្នេះមានទាំងអស់ខ្វះតែម្យ៉ាងគត់គឺវិធីរៀនតើយើងទៅរៀនយ៉ាងម៉េចប៉ុន្តែរបស់ដែលត្រូវរៀនហ្នឹងគឺសម្បូរណាស់ដូច្នេះឲ្យលោកស្រីអាចហាត់ពុតខ្លួនឯងដើម្បីរៀនពីវិធីបង្រៀនកូនឲ្យចេះរៀនប្រហែលជាចំណុចនេះលោកស្រីអត់ដែលធ្លាប់ឮទេបានសេចក្តីថាយើងត្រូវខ្លួនយើងត្រូវមានតែជំនាញមួយបានណាគឺជំនាញលើកទឹកចិត្តជំនាញបង្ហាញផ្លូវជំនាញដោះស្រាយបញ្ហាទៅកូនទៅប៉ុណ្ណឹងបានហើយមិនបាច់ចាំបង្រៀនមេរៀនទៅកូនទេតែធំជាងគេគឺត្រូវចេះលើកទឹកចិត្តត្រូវចេះបង្ហាញកូនត្រូវចេះណែនាំកូនឲ្យកូនចេះរៀនដោយខ្លួនឯងហើយឲ្យកូនទៅរកកន្លែងណាដែលគាត់រៀនបានឧទាហរណ៍ប្រាប់គាត់ថាកូនបើកូនចង់បាននេះកូនអាចចូលទៅ Google កូនអាចប្រើ YouTube កូនអាចវាយអានេះកូនអាចចូលអានេះកូនអាចរៀនតាមនេះហើយកូនអាចឆាតទៅសួរអ្នកនេះធ្វើតាមនេះគឺកូនចាប់ផ្ដើមរៀនដោយឯករាជ្យឯងខ្ញុំសង្កេតឃើញចំណុចខ្សោយមួយនៅដល់ចំណុចនេះដែលយើងមើលឃើញចំណុចខ្សោយដែលខ្ញុំធ្លាប់ធ្វើការកន្លងមកខ្ញុំធ្លាប់ធ្វើការកន្លងមកបើកវងកញ្ចក់តិចចុះបើយើងមើលទៅបើយើងធ្វើការធៀបជាមួយពួកស្បែកសពួកប្រចាំប្រទេសគេបានប្រាក់ខែច្រើនជាងយើងចំណែកឯយើងបានប្រាក់ខែតិចជាងគេប៉ុន្តែបើមើលគុណភាពធ្វើការរបស់គេដូចគេធ្វើការមិនចាំបាច់មានអ្នកណែនាំទេគេធ្វើការដូចមិនចាំបាច់មានអ្នកដាស់តឿនទេគេធ្វើការដូចមិនចាំបាច់មានអ្នកត្រួតពិនិត្យអីច្រើនទេប៉ុន្តែយើងនៅដោយសារហេតុអីយើងត្រូវការអ្នកណែនាំយើងត្រូវការអ្នកបញ្យល់យើងត្រូវការអ្នក
check up មួយយើងដើម្បីឲ្យកិច្ចការយើងទៅមុខបើមិនអញ្ចឹងយើង stuck ហើយយើងជាប់ពួកយើងអត់ដឹងទៅរោអីនៅណាទៀតទេមួយទៀតបើការងារអស់ហ្មងអត់អីធ្វើហ្មងគឺអង្គុយកាំងស្ញែងនៅហ្នឹងហើយដោយសារតែយើងទម្លាប់រៀនតាំងពីដើមមកគឺគ្រូដឹកនាំយើងរហូតគឺគ្រូអ្នកបង្រៀនយើងអ្នកបញ្យលយើងអ្នកបង្ហាញយើងរហូតដល់ពេលខ្លះពេលប្រឡងចង់សួរគ្រូឲ្យបញ្យលលំហាត់ហ្នឹងទៀតខ្ញុំចេះធ្វើលំហាត់ហ្នឹងឲ្យតែខ្ញុំយល់ឲ្យតែលោកគ្រូបញ្យលខ្ញុំមើលថាអាហ្នឹងវាមិនខ្ញុំប្រកាសជាធ្វើបានហើយដាក់លំហាត់ឲ្យកូនសិស្សមិនបញ្យលកូនសិស្សធ្វើមិនកើតនឹងឯសិតតែជារបៀបដែលយើងរៀនពីដើមមកដល់បច្ចុប្បន្នហ្នឹងគេអត់ត្រូវការឲ្យមានអ្នកដឹកនាំបែបហ្នឹងទេដូច្នេះគេត្រូវរៀនដោយខ្លួនឯងដោយឯករាជ្យទៅពេលយើងចេញធ្វើការទៅយើងមានភាពជាម្ចាស់ការយើងមានភាពខ្លាំងដែលខ្ញុំនិយាយខាងដើមមិញអញ្ចឹងពួកប្រចាំប្រទេសនៅបណ្ដាប្រទេសជឿនលឿនដែលមានការអប់រំជឿនលឿនពួកគេរៀនដោយឯករាជ្យកូនសិស្សរបស់គេរៀនដោយឯករាជ្យរៀនដោយភាពម្ចាស់ការអញ្ចឹងហើយពេលដែលគេចេញធ្វើការគេមានភាពឯករាជ្យម្ចាស់ការហើយគេមានភាពជឿនលឿនទៅមុខជាងយើងចំណែកយើងរៀងយឺតដោយសារយើងមានទម្លាប់គ្រូជាអ្នកដឹកនាំរហូតគ្រូបង្រៀនគ្រូជំរុញរហូតអញ្ចឹងត្រឡប់មកវិញយើងទាំងអស់គ្នាគួរនាំគ្នាបង្រៀនកូនរបស់យើងឲ្យទៅជាមនុស្សដែលរៀនដោយខ្លួនឯងដោយឯករាជ្យហើយការរៀនតាមមេរៀនបែបណានោះគឺថាគាត់ចូលទៅស្រាវជ្រាវទៅយើងរៀនតាមវិធីស្រាវជ្រាវធ្វើបែបនេះកូនរបស់យើងនឹងក្លាយទៅជាមនុស្សដែលមានភាពម្ចាស់ការក្នុងការរៀនហើយទូនីតិយើងឪពុកម្ដាយជួយតែមួយគត់នៅពេលដែលគាត់ចោលគឺយើងត្រូវប្រាប់គាត់អំពីកន្លែងដែលគាត់ត្រូវដោះស្រាយបញ្ហាមិនត្រូវទៅជួយធ្វើឲ្យគាត់ទេពុកម្ដាយមួយចំនួនតាំងចិត្តពេកធ្វើឲ្យកូនហ្មងខ្ជិលមកពិបាកសួរនាំច្រើនអញកំពុងមើល Facebook មកអញញ៉ៃឆ្លើយតបមកមើលគេឆ្លោះគ្នាពងល្អមើលផងតោះអញមកទៅសេឲ្យឯងមកស្រួលពេកបាក់បញ្យល់អញចេះបញ្យល់ទេក៏មានដែរយើងខ្ជិះបែបហ្នឹងធ្វើឲ្យកូនរបស់យើងថ្ងៃក្រោយទៅបើយើងអ្នកជឿព្រះពុទ្ធសាសនាគេថាម៉េចគេថាកម្មរបស់យើងទេកូនរបស់យើងវាមិនដើរតាមគន្លងធម៌កូនរបស់យើងរៀនវាយ៉ាងម៉េចវាដើរទៅម៉េចវាជាកម្មរបស់យើងកម្មយ៉ាងម៉េចកម្មត្រង់តែពេលដែលយើងចិញ្ចឹមគាត់ពេលដែលយើងអប់រំគាត់នោះយើងអត់បានយកចិត្តទុកដាក់យើងអត់បានចំណាយពេលយើងអត់បានស្រាវជ្រាវអត់បានប្រឹងប្រែងអត់បានដាក់ជីស្រោចទឹកណាខ្នះខ្នែងខ្លួនឯងដើម្បីឲ្យដើមឈើមួយដើមដុះល្អអញ្ចឹងកូនរបស់យើងនឹងក៏វាដុះទៅអត់ល្អវាដោយសារយើងនឹងឯងវាអត់មានមកពីណាទៀតទេជាការពិតទៅវាមានឥទ្ធិពលពីសង្គមខ្លះវាមានស្អីមួយចំនួនប៉ុន្តែជាទូទៅយើងវាមានចំណែកធំជាងគេជាពុកម្ដាយយើងអ្នករើសសាលារៀនយើងត្រូវតែរើសសាលារៀនណាដែលវាល្អយើងត្រូវតែមើលមិត្តភ័ក្តិកូនដើរឲ្យកូនដើរមិត្តភ័ក្តិណាដែលល្អនៅផ្ទះនេះយើងត្រូវត្រៀមរៀបចំជួយគាត់ធ្វើយ៉ាងម៉េចចឹងទៅអញ្ចឹងគាត់នឹងទៅជាមនុស្សដែលមានឯករាជ្យភាពក្នុងការរៀនគាត់ប្រកែកហើយកុំបន្ទោសអ្នកដទៃច្រើនជាងខ្លួនឯងបាទសូមអរគុណ